ទស្សនិកជនជាទីគោរពឯកឧត្តមនេតភក្ត្រាអញ្ជើញគោរពវិញ្ញាណក្ខន្ធឧបាសកសុកសំអល់ត្រូវជាឪពុកបង្កើតឯកឧត្តមសុកប្រសិទ្ធឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាននារសៀលថ្ងៃទី21ខែមេសាឆ្នាំ2025នេះបានដឹកនាំគណៈប្រតិភូចូលគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមសុកសំអល់ទីប្រឹក្សាសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានឹងត្រូវជាឪពុកបង្កើតឯកឧត្តមសុកប្រសិទ្ធរដ្ឋលេខាធិការក្រសួងព័ត៌មានឯកឧត្តមសុកសំអល់បានទទួលមរណភាពនាថ្ងៃអាទិត្យ800ខែចែកឆ្នាំម្សាញ់សព្វស័ក្តិពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី20ខែមេសាឆ្នាំ2025វេលាម៉ោង 14:45 នាទីរសៀលក្នុងជន្មាយុ85ឆ្នាំដោយជរាពាធសពឯកឧត្តមសុកសំអល់ត្រូវបានតម្កល់ធ្វើបុណ្យតក្កិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបញ្ហាកែវមនីឫស្សីសាញ់ស្ថិតនៅផ្លូវព្រៃសរភូមិប្រការសង្កាត់ព្រៃសរខណ្ឌដង្កែវរាជធានីភ្នំពេញស្ថិតនៅក្នុងឱកាសនេះដែរឯកឧត្តមនេតភក្ត្រារួមជាមួយគណៈប្រតិភូក្រសួងព័ត៌មានសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំបំផុតនេះផងនិងសូមគោរពបួងសួងឧទ្ទិសដល់វិញ្ញាណក្ខន្ធរបស់ឯកឧត្តមសុកសំអល់បានទៅកាន់សុគតិភពកុំបីឃ្លានឃ្លាតឡើយ។